นุប្រាំប្រភេទដែលខ្ញុំស្អប់ហើយមិនចង់លេងហ្គេមជាមួយក្នុងវីដេអូនេះគឺខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំធ្លាប់ឆ្លងកាត់ជាមួយនឹងមនុស្សមួយចំនួនអញ្ចឹងមិនតែអ្នកនរគ្នាមានបទពិសោធន៍អីផ្សេងទៀតក៏អាចចែករំលែកនៅក្នុងវីដេអូនេះបានដែរតោះអញ្ចឹងប្រភេទទី1ដែលខ្ញុំស្អប់ហ្នឹងគឺជាមនុស្សតុកសិកអារបៀបថាហៅយើងលេងហ្គេមជាមួយទាំងដែលយើងប្រាប់ថាយើងលេងអន់ហើយនៅតែហៅយើងលេងទៀតដល់ពេលបានចូលលេងជាមួយតុកសិកស្ដីឲ្យពេញហ្គេមបណ្ដោយបើថាចង់រកអ្នកខ្លាំងលេងជាមួយទៅហៅ professional ទៅតែបើថាចង់មកលេងកម្ដៅអបសុកបែបជ្រៀតឈៀលអីចាំមកលេងមួយខ្ញុំព្រោះខ្ញុំលេងហ្គេមបែបធម្មតាអត់សូវ focus អីហ្មងទេអារឿងគេតុកសិកដាក់ខ្ញុំហ្នឹងវាមកជុំទេងុំតែពេលគេដែលគេលេងមួយយើងហើយគេទៅនិយាយតាមយើងទៀតអាហ្នឹងបើបានជួបនឹងក្រៅអីផ្ទះហែងឆ្ងាញ់ហ្មងប្រភេទទី2គឺជាចរិតខូចកាងស្រីអីចឹងណារបៀបថាចូលហ្គេមមកដាច់ឲ្យយើងលេងរូលនេះរូលនោះ hero នេះ hero នោះតាមតែក្បាលវ៉ាល់វាអាការខ្ញុំធ្លាប់ជួបហ្នឹងកាលហ្នឹងលេង4នាក់ស្រីតែខ្ញុំម្នាក់ឯងទេហើយពេលហ្នឹងខ្ញុំលេងម៉េចដល់ពេលខ្វះគ្នាម្នាក់ទៀតចូលលេងរ៉េងគេទៅហៅស៊ីគេមកហើយដល់ពេលស៊ីគេមកដល់ហ្នឹងចេះលេងតែម៉េចទៀតមានណាគេដេញឲ្យខ្ញុំទៅលេងតែថាតែគេដឹងថាខ្ញុំចេះលេងម៉េចផងតែងផងអញ្ចឹងហើយគេសុកចិត្តទុកម៉េចឲ្យស៊ីគេលេងទាំងថ្ងៃហ្នឹងខ្ញុំបានប្រាប់ឲ្យថាខ្ញុំចង់លេងតែម៉េចសុទ្ធទេឃើញរឿងហ្នឹងពេលណាគឺថាក្តៅលកជាងើចូលមកដល់មនុស្សប្រភេទទី3គឺអាដៃសេងខ្ជូឲ្យតែពេលយើងច្រឡំដៃស៊ីបឺស៊ីពេគេវិញដឹងតែគេចុចសេងខ្ជូរហូតបើថាលេងជាមួយមនុស្សស្គាល់គ្នាចិត្តដិតអីគេចុចអញ្ចឹងមកន័យថាគេឌឺដងគ្នាតែអានេះមនុស្សយូរលេងមួយគ្នាម្ដងសោះចុចអញ្ចឹងដែរអាចនិយាយបានថាខ្ញុំជាមនុស្សអាឡែស៊ីជាមួយនឹងពាក្យសេងខ្ជូនឹងក៏ថាបានដែរតែលេងសុកឃើញគេចុចអញ្ចឹងមកមានអារម្មណ៍ថាអូយច្បុកច្បល់ខ្លាំងពេលគេចុចអាសេងខ្ជូនឹងមកម្ដងគេមានចុចតែមួយណាគឺថា spam ឆាតយកមកប្រភេទទី4គឺអាជើងអួតចេញមកសិតអាចាំបងខេរីនិយាយពីអារឿងអួតវិញលេខ1ហ្មងតែបើនិយាយពីទឹកដៃវិញដូចអាចហើយអាអ្នកអួតអញ្ចឹងមិនដឹងបាន account មកពីណាទេខ្ចីតែ account គេយកទៅមកអួតស្រីហ្នឹងអួតប៉ះមីណាមិនដឹងទេអួតប៉ះមីនីគ្មានអារម្មណ៍ជាមួយទេខ្ញុំមិនមែនចេះតែថាទេប្រុសខ្លះលេងអន់ជាងស្រីទៀតតែបើសម្ដីវិញចាក់ទឹកមិនលិចទឹកដៃប្រហែលកូនក្មេងទេតែសម្ដីវិញលុយកប់បានតែម្ដងឯងចូលដល់ប្រភេទមនុស្សទី5អាជើង solo អាប្រភេទអញ្ចឹងហ្នឹងខ្ញុំជួបនៅពេលដែលខ្ញុំលេងតែងហើយគេលេងអាយើងខំដើរទៅ support គេមានណាគេដាក់ថា I want to solo ប៉ះមីណាក៏មិនដឹងដែរតែប៉ះមីនេះវិញបើហែងចង់ solo អញឲ្យហែង solo ដល់ចាស់ហែងខ្មើតពេកឲ្យហែង farm ម្នាក់ឯងទៅអញ្ចឹងមនុស្សទាំង5ប្រភេទនេះគឺជាបទពិសោធន៍ពិតៗដែលខ្ញុំធ្លាប់ជួបអញ្ចឹងសម្រាប់អ្នកនរគ្នាក្នុងឆ្នាំ5ហ្នឹងមានដែរជួបមួយណាអត់បើសិនជាធ្លាប់ជួប complete comment ប្រាប់ខ្ញុំម្នាក់មួយផងណាឥឡូវនេះគឺចូលមកដល់ខែថ្មីហើយអ្វីក៏ថ្មីចំណែក skin starlight ក៏ថ្មីដែរ skin starlight ប្រចាំខែឧសភានេះគឺបានទៅលើ hero Mia អញ្ចឹងសម្រាប់អ្នកនរគ្នាដែលត្រូវការ skin ក្នុងតម្លៃធូរថ្លៃអាចឆាតចូល page ក្រៅ baby store បានចាប់ណែនាំសម្រាប់ skin starlight គឺមាន3ទី1គឺតម្រូវឲ្យអ្នកនរគ្នា add friend 8ថ្ងៃតម្លៃវាត្រឹមតែ$3កន្លះចំណែកឯពីកញ្ចប់ទៀតគឺធម្មតាមួយនិង premium មួយអាធម្មតាតម្លៃ$4.14សេនហើយនិងអា premium តម្លៃ$9.39សេនពីកញ្ចប់ក្រោយហ្នឹងគឺមិនតម្រូវឲ្យអ្នកនរគ្នា add friend ទេអញ្ចឹងអ្នកនរគ្នាអាចឆាតចូល page ដើម្បីដាក់ក៏បានឬក៏ដាក់នៅលើ website ខ្លួនឯងក៏បានដែរអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅវីដេអូក្រោយបបវីដេអូខ្ញុំត្រូវចាប់ត្រឹមហ្នឹងហើយប៉ុន្តែខ្ញុំចង់មក update ប្រាប់អ្នកនរគ្នាហើយពីការ free ticket របស់ Moonthoo ឥឡូវហ្នឹងគឺគេបដូរពីការ free ticket នៅថ្ងៃសៅរ៍មកដាក់នៅថ្ងៃសុក្រវិញចំពោះ event ណាតដែរគឺមានការ free ticket 2ដងគឺនៅថ្ងៃទី9ម្ដងនិងថ្ងៃទី23ឧសភាម្ដងទៀតវីដេអូនេះដែរគឺអ្នកនរគ្នាស្ដាប់តែសំឡេងខ្ញុំបានហើយមិនបាច់មើល gameplay ទេដូចអាចលើកនេះចប់មែនតើហើយបាយ